មួយលានសំណាងក្របបាយចង្កោមជាង100គ្រាប់សំងំក្នុងដីចំការស្វាយចន្ទីរាប់ឆ្នាំត្រូវបានកំទេចចោលហើយអ្នកឯកទេសគ្រឿងផ្ទុះអង្គភាពស៊ីម៉ាចម្រុះកងអង្គភាពកម្ចាត់មីនទី5នៅថ្ងៃទី12ខែឧសភាឆ្នាំ2025បានប្រតិបត្តិការកំទេចក្របបាយចង្កោមជាង100គ្រាប់ដែលកប់ក្នុងដីប្រហែល1ម៉ែត្រនៅក្នុងចំការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅភូមិកាម៉ែនធំឃុំសាមគ្គីស្រុកអូជ្រុំខេត្តរតនគិរីអគ្គនាយកស៊ីម៉ាបានដឹងថាដោយសារស្ថានភាពក្របបែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡើយពេលនេះមានតែវិធានការកំទេចចោលនៅនឹងកន្លែងតែម្ដងការកំទេចចោលនៅនឹងកន្លែងនេះបានផលប៉ះពាល់ដើមស្វាយចន្ទីមួយចំនួនដែរតែម្ចាស់ចំការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃក្របបែកចង្កោមនេះជារៀងរហូតក្របបែកចង្កោមសំណល់ពីសង្គ្រាមនេះគឺជាក្របបែកចង្កោមទម្លាក់ពីលើយន្តហោះប្រភេទ CBU 25A ដែលមានបន្ទុកក្របបែកចង្កោមកូនក្របបែកប្រភេទ BRU 24B ចំនួន132គ្រាប់បែកហើយកូនគ្រាប់បែកដែលនៅសេសសល់នៅក្នុងបំពង់ប្រហែលចំនួន120គ្រាប់បែកអាចបង្កជាគ្រោះថ្នាក់ក្នុងសម័យសង្គ្រាមកម្ពុជាត្រូវរងការទម្លាក់គ្រាប់បែកចំនួន730លានគ្រាប់បែកចំនួនជាង10000ទីតាំងក្នុងគ្រប់ខណ្ឌទូទាំងប្រទេសនេះបើតាមអគ្គនាយកស៊ីម៉ា